តើផែនដីរបស់យើងសពថ្ងៃកំពុងតែមានការកើនឡើងនៃកាកសំណល់ឬមួយក៏កំពុងតែថយចុះនៃកាកសំណល់ជាការពិតណាស់ជាង2000លានតោននៃកាកសំណល់ដែលយើងមានសពថ្ងៃត្រូវបានបង្កើតឡើងទៅដោយមនុស្សហើយវាត្រូវបានបោះចោលជុំវិញពិភពលោកជារៀងរាល់ឆ្នាំដោយចូលទៅក្នុងបរិស្ថាននិងបានបំពុលគ្រប់ប្រព័ន្ធអេកូឡូស៊ីជុំវិញផែនដីប្រសិនបើយើងបន្តសកម្មភាពបោះចោលកាកសំណល់ដោយសពថ្ងៃនេះនោះការបង្កើតកាកសំណល់សរុបប្រចាំឆ្នាំ2050ត្រូវបានគេព្យាករណ៍ថានឹងមានប្រហែលចំនួន 3.78 ពាន់លានតោនដែលតំណាងឲ្យការកើនឡើងនៃកាកសំណល់ចំនួន 1.66 លានតោនចាប់តាំងពីឆ្នាំ2020មកចំនួន 62% នៃកាកសំណល់គឺគេត្រូវបានប្រមូលទុកនៅក្នុងមជ្ឈមណ្ឌលនៃការគ្រប់គ្រងសំរាមហើយនៅសល់ 38% ផ្សេងទៀតត្រូវបានគេបោះចោលឬមួយក៏ដុតនៅតាមតំបន់ផ្សេងៗក្នុងចំណោមកាកសំណល់ដែលប្រមូលបាននៅក្នុងទីក្រុងចំនួន 19% ត្រូវបានកែច្នៃឡើងវិញហើយ 30% ត្រូវបានបញ្ចប់នៅកន្លែងចាក់សំរាមទូទៅជាឧទាហរណ៍កន្លែងចាក់សំរាមអនាម័យព្យាយាមរក្សាសំរាមចេញពីបរិស្ថានឲ្យឆ្ងាយពីប្រភពទឹកក៏ដូចជាការបំពុលដីពួកគេក៏បានប្រើប្រាស់ប្រព័ន្ធប្រមូលសំរាមសម្រាប់ការចាក់សំរាមផងដែរដើម្បីរក្សានៅឧស្ម័នផ្ទះកញ្ចក់ដែលបង្កើតឡើងដោយការបំផ្លិចបំផ្លាញនៃសំរាមមិនឲ្យបញ្ចេញចូលទៅក្នុងបរិយាកាសដោយផ្ទាល់ដែលធ្វើឲ្យវាមានការខូចខាតទៅលើស្រទាប់អូសូនរបស់ផែនដីសូមអរគុណសម្រាប់ការទស្សនាលោកអ្នកអាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះ